របៀបបញ្ចូលលុយមិត្តហ្វូនមួយដុល្លារកន្លះលេងឲ្យបាន6 ទៅ 7 ថ្ងៃអញ្ចឹងបងប្អូនណាខ្លះតែគាត់បញ្ចូលលុយ1ដុល្លារឬក៏1ដុល្លារកន្លះបញ្ចូលបាន1ថ្ងៃឬក៏2ថ្ងៃអី3ថ្ងៃអីគឺវាកាត់លុយដាច់បាត់អញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកធ្វើការបង្ហាញដល់គ្នាអំពីរបៀបក្នុងការធ្វើបញ្ចូលលុយបែបម៉េចដើម្បីឲ្យទូរស័ព្ទដៃយើងលេងបានយូរអញ្ចឹងណាបាទអញ្ចឹងនេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ទេអ្នកនរគ្នាអាចយកទៅអនុវត្តបន្ថែមអញ្ចឹងជាដំបូងមុននឹងអ្នកគ្នាបញ្ចូលលុយអ្នកគ្នាត្រូវតែធ្វើការផ្ដាច់នៅគម្រោងចាស់សិនដើម្បីកុំឲ្យបញ្ចូលលុយទៅគេនឹងកាត់របស់យើងឬគេនឹងភ្ជាប់គម្រោងឲ្យយើងអូតូអញ្ចឹងណាអញ្ចឹងឥឡូវយើងធ្វើការផ្ដាច់គម្រោងចាស់សិនមុននឹងយើងធ្វើការទៅភ្ជាប់ជាមួយនឹងគម្រោងថ្មីអញ្ចឹងអំពីរបៀបការផ្ដាច់គម្រោងចាស់ចេញអ្នកគ្នាក៏ចុចផ្កាយបាទ 12000 យើងចុចផ្កាយទៅជ្រុកបន្ទាប់មកអ្នកគ្នាធ្វើការចុចយកព្រមទៅហ្នឹងហើយម្ដងកន្លែងនេះយើងធ្វើការជ្រើសរើសមកវាមាន2ទី1គឺបញ្ឈប់បង្ហាញឈ្មោះសេវាកម្មអញ្ចឹងខ្ញុំយកទី2មកដែលគេដាក់ថាបញ្ឈប់ហ្នឹងខ្ញុំយកទី2ខ្ញុំចុចយកលេខ2មកអញ្ចឹងបងប្អូនធ្វើបែបហ្នឹងទៅគឺបញ្ចូលលុយទៅថ្ងៃនៅពេលដែលយើងបញ្ចូលលុយថ្មីគឺវាអត់កាត់លុយយើងទេហើយយើងលេងបានយូរហើយនេះជាយើងយកទី1មក digital នេះទាំងអស់គ្នាបាទ digital จะ apply មកតទៀតបន្តទៀតកន្លែងនេះយើងគេដាក់ថាបានបញ្ចប់សេវាកម្ម digital អស់ហើយយើងចុចបញ្ជាក់ទៅយើងយកលេខ1អូខេអញ្ចឹងឥឡូវយើងបញ្ចប់សេវាកម្មអស់ហើយអ្នកគ្នាយើងបានជោគជ័យហើយអញ្ចឹងយើងនៅពេលដែលយើងបញ្ចូលលុយថ្មីបាទបញ្ចូលលុយថ្មីណានៅពេលដែលបងប្អូនធ្វើការបញ្ចូលលុយថ្មីបងប្អូនបញ្ចូល$1កន្លះឧទាហរណ៍ខ្ញុំបញ្ចូល$1កន្លះអញ្ចឹងពីរបៀបការភ្ជាប់គម្រោងវានោះ$1កន្លះយើងលេងបាន7ថ្ងៃបាទជាមធ្យម6 ទៅ 7ថ្ងៃទាំងឯងអ្នកគ្នាហើយយើងទទួលបាននៅសេវាដល់ 20G បាទ 20G ណាបាទសេវាអ៊ីនធឺណិតដល់ 20G របៀបការភ្ជាប់នោះគឺមិនពិបាកទេអ្នកគ្នាគាត់ធ្វើការចុចផ្កាយបាទហើយ15/7បាទ15/7ចុចផ្កាយបន្តទៀតអ្នកគ្នាចុចដាក់លេខ1បាទលេខ1ទៅទាំងជ្រុកបាទចានេះគឺរបៀបការភ្ជាប់$1កន្លះទាំងអស់គ្នាដែលយើងសាក់ធ្វើទៅហ្នឹងហើយអានេះខ្ញុំបានធ្វើហើយអ្នកគ្នាលេងបានប្រហែលជា6ថ្ងៃបាទ7ថ្ងៃហ្នឹងហើយអ្នកគ្នាបាទខ្ញុំស្អានសាក់លេខតេស្តហើយអ្នកគ្នាភ្ជាប់តាមនឹងមកបន្តមកទៀតអ្នកគ្នាចង់ភ្ជាប់$2អ្នកគ្នាបាទឥឡូវ$2យើងទទួលបានចំនួន7ថ្ងៃដូចគ្នាហើយយើងបានសេវាអ៊ីនធឺណិតរហូតដល់ 30G អ្នកគ្នាបាទ 30G កបៃណាសេវាអ៊ីនធឺណិតគឺដើរលឿនហើយយើងលេងទៅវានឹង smooth ដែរអញ្ចឹង$2ហ្នឹងពីរបៀបការភ្ជាប់ហ្នឹងគឺដូចតែគ្នាទេអ្នកគ្នាបាទ15បាទ67ផ្កាយអ្នកគ្នាចុចដាក់លេខ2ទៅបាទដាក់លេខ2មកអ្នកគ្នាចុចទៅជ្រុកមកបាទដាក់ចឹងមកហើយអ្នកគ្នាធ្វើការចុចបញ្ជូនទៅអញ្ចឹងអ្នកគ្នាអាចលេងអ៊ីនធឺណិតបានរហូតដល់6ថ្ងៃបាទជាមធ្យមណាដែលខ្ញុំធ្លាប់បានសារលបងអ្នកគ្នាបាទខ្ញុំលេងកន្លងមកនេះគឺខ្ញុំជាបទពិសោធន៍គឺយើងលេងបាន6ថ្ងៃអ្នកគ្នាបាទ6ថ្ងៃដែលយើងបើកអ៊ីនធឺណិតបើក YouTube លេងហ្គេមអីគឺល្អខ្លាំងសម្រាប់ smartphone វាដោយសេវាដែរអ្នកគ្នាបាទអញ្ចឹងណាអូខេអញ្ចឹងពីរបៀបការភ្ជាប់ប៉ុណ្្នឹងហើយអ្នកគ្នាអញ្ចឹងពីរបៀបការផ្ដាច់វិញអញ្ចឹងឥឡូវអ្នកគ្នាចង់ផ្ដាច់ខ្ញុំដូចខ្ញុំពីអ្នកគ្នាអញ្ចឹងនៅក្បាលវីដេអូគឺរបៀបការផ្ដាច់គឺអញ្ចឹងហើយនៅពេលដែលយើងអស់លុយថាយើងភ្ជាប់គម្រោងចាស់ផុតហើយយើងធ្វើការបញ្ចូលលុយថ្មីអញ្ចឹងយើងទៅតែផ្ដាច់គម្រោងចាស់សិនអញ្ចឹងផ្ដាច់គម្រោងចាស់អ្នកខ្ញុំចុចកាយ 12000 មកបាទហើយតងជុកប៉ុណ្្នឹងមកអ្នកខ្ញុំចុចបញ្ជូនទៅដូចខ្ញុំបង្ហាញនៅក្បាលវីដេអូហ្នឹងបាទគឺបែបហ្នឹងហើយអញ្ចឹងយើងអាចបញ្ចូលលុយថ្មីទៅគឺវាអាចកាត់លុយយើងទេអូខេអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងទេអ្នកខ្ញុំសម្រាប់ការចែកម្លែកអញ្ចឹងអ្នកខ្ញុំអាចអនុវត្តធ្វើតាមការណែនាំរបស់ខ្ញុំមួយនេះទៅចង់ដឹងថាលទ្ធផលបែបណានោះអ្នកខ្ញុំអាចសាកធ្វើសិនហើយអ្នកខ្ញុំនឹងខមមិនខាងក្រោមវីដេអូមកបើថាអ្នកខ្ញុំប្រើទៅបានយូរថ្ងៃបាទអរគុណ